ថ្ងៃទី5នៃការរៀនភាសាអាល្លឺម៉ង់រយៈពេល30ថ្ងៃរបស់ខ្ញុំប្រកួតប្រជែងជាមួយខ្លួនឯងថាខ្ញុំរៀនភាសាអាល្លឺម៉ង់រយៈពេល30ថ្ងៃហើយមួយថ្ងៃ10ពាក្យហើយថ្ងៃនេះគឺជាថ្ងៃទី5ក៏ដូចជាវីដេអូទី5ហើយខ្ញុំមានពាក្យខាងនេះអាល្លឺម៉ង់10ពាក្យហើយបូកប្រែខ្មែរ10ពាក្យហើយឧទាហរណ៍5ប៉ុន្តែថ្ងៃនេះខ្ញុំមិនអានឧទាហរណ៍ខ្ញុំអានតែពាក្យ10ពាក្យនេះទេអញ្ចឹងពាក្យអាល្លឺម៉ង់ថ្ងៃនេះខ្ញុំរៀនពាក្យ Die Firma ខ្មែរប្រែថាក្រុមហ៊ុន Der Chef ថៅកែ Der Kollege សហការី Verdienen រកចំណូល Die Erfahrung បទពិសោធន៍ Sich bewerben ដើម្បីអនុវត្ត Die Bewerbung ពាក្យសុំ Kündigen ឈប់ Vollzeit ពេញម៉ោង Teilzeit ក្រៅម៉ោងតាមដានជាមួយខ្ញុំថាតើខ្ញុំអាចប្រកួតប្រជែងជាមួយខ្លួនឯងរយៈពេល30ថ្ងៃបានឬក៏អត់ជួបគ្នានៅវីដេអូទី6នៅថ្ងៃស្អែក